បាទថ្ងៃនេះគឺចុះមកដល់កន្លែងបាទកិនស្កៃដូងបាទអូនេះសតជាស្កៃដូងដែលគាត់យកមកកែច្នៃបាទយកមកកែច្នៃចឹងគាត់ប្រើជាមួយនឹងម៉ាស៊ីនដេសាយបាទម៉ាស៊ីននេះគឺកម្លាំងខ្លាំងបាទហើយកិនជាមួយនឹងស្កៃដូងបានច្រើនហ្នឹងហើយទាំងកិនលឿនកម្លាំងខ្លាំងកិនបានច្រើនផងដែរនេះអញ្ចឹងសម្រាប់បងប្អូនដែលចង់បានស្កៃដូងបាទចង់បានម៉ាស៊ីនអីអាចតាក់ទងទៅដើម្បីខ្ញុំនឹងដាក់លេខអ្នកលក់ស្កៃដូងនៅក្នុងនឹងដែរណាហ្នឹងហើយដាក់ដើម្បីឲ្យបងប្អូនបានប៉ុន្តែបើសម្រាប់បងប្អូនដែលចង់ទិញម៉ាស៊ីនបាទបងប្អូនអាចតាក់ទងមកបានណាហ្នឹងហើយ